គូបន្ទាត់ត្រង់មួយបានបន្ទាប់មកយើងគូប្រឆាចុះមួយលេខណាបាន1ចុះមួយលេខមកទៀត2បាទអញ្ចឹងសំរុងបាទសំរុង88អញ្ចឹងយើងមុននឹងយករកសំរុងបាទយើងឡើងកន្លែងនេះ3លេខកន្លះណាបាទឡើង3កន្លែងលេខខ្លះបន្ទាប់មកសំរុង88បាទអញ្ចឹងយើងអូសមក88បងប្អូនបាទយើងគូប្រឆាវាចុះមកខាងក្រោមបន្តិចបាទបន្ទាប់មកយើងទុកសាច់វាមកឈៀកសម្រាប់បត់ជើងបាទអញ្ចឹងយើងហក់គូតបាទយើងឡើងរកគូតឡើងពីចំណុចនេះ11លេខបាទគូត60ចែកជា2បាន30បងប្អូនបាទចុះពីកន្លែងនេះ13បាទចុះមក16បាទអញ្ចឹងកន្លែងនេះយើងរកផ្លូវកន្លែងនេះជង្គង់បងប្អូនបាទអញ្ចឹងបន្ទាប់មកយើងបាទយើងចែកតាគៀកអញ្ចឹងយើងចូលគូស1បាទយើងគូសកណ្ដុសទី2អញ្ចឹងយើងចែកពីកណ្ដុសនេះទៅណាបាទតាគៀក96បាទ96ចែកនឹង4បងប្អូនបាទ24ណាបងប្អូនបាទ24យើងចុចពីកន្លែងនេះទៅបាទ24បាទអញ្ចឹងយើងចូលពីកន្លែងនេះដល់5កន្លះបន្ទាប់មកទៀត1កន្លះបាទបន្ទាប់មកយើងចែកពីចំណុចនេះមកចំណុចនេះយើងរកចំណុចកណ្ដាលបាទ15កន្លះបន្ទាប់មកយើងរកចំណុចកណ្ដាលឲ្យគ្រប់កណ្ដុសណាបាទអញ្ចឹងយើងរកជង្គង់21កន្លះបងប្អូន21កន្លះយើងចែកទៅពាក់កណ្ដាលខាងនេះពាក់កណ្ដាលខាងនេះពាក់កណ្ដាលណា21កន្លះបាទ10កន្លះមិនតិចអញ្ចឹងជើង18បងប្អូនបាទអញ្ចឹងចែកពាក់កណ្ដាលម្នាក់បាទទៅខាងនេះពាក់កណ្ដាលខាងនេះពាក់កណ្ដាលណាអញ្ចឹងយើងគូប្រសពចឹងមកបាទអូខេអញ្ចឹងយើងបានផ្លូវបានមកចាហៀងណាបាទអញ្ចឹងយើងចាក់ពីខាងនេះមកដល់កណ្ដាលនេះបាទ13អញ្ចឹងខាងនេះក៏13ដូចគ្នាណាបាទអញ្ចឹងយើងគូប្រសពមកអូខេរួចហើយបាទបន្ទាប់មកយើងរកចង្កេះហើយយើងរកចង្កេះបាទចង្កេះខោគឺ85បងប្អូនបាទ85អញ្ចឹង85យើងចេញពីកន្លែងនេះទៅ9លេខពីចំណុចកណ្ដាលនេះ9លេខកន្លះចេញទៅ9លេខកន្លះហើយយើងគូប្រសពពីចំណុចនេះមកណាបាទយើងគូវិលចូលមកបាទកន្លែងនេះឡើង6លេខទេបងប្អូនបាទនេះឡើង6លេខទៅហើយយើងគូទៅនេះតែបើខ្ញុំអត់ទេអញ្ចឹងចង្កេះយើងចែកជា4បាទចែកជា4បាន21បាទចង្កេះបាន21មិនតិចបងប្អូនបាទខ្ញុំដាក់21តិចបន្ទាប់មកខ្ញុំបូកចូល2លេខទៀតបាទបន្ទាប់មកយើងគូប្រសពចឹងមកបងប្អូនបាទអញ្ចឹងយើងបានជាតម្រង់ខោហើយអញ្ចឹងយើងចូលមាត់កប៉ាវខ្ញុំចូល3លេខបាទបងប្អូនចូល4ចូល5ក៏អត់ខុសដែរណាបាទស្រេចតែបងប្អូនស្រឡាញ់ទេវះកប៉ាវតូចធំអញ្ចឹងណាបាទអញ្ចឹងផ្ទាំងមុខរបស់យើងគឺរួចហើយបងប្អូនបាទអញ្ចឹងយើងកាត់ផ្ទាំងក្រោយយើងកន្លាប់សាច់កណាត់អញ្ចឹងមកណាបាទជាងយើងលៃវាបាទលៃឲ្យមើលទៅល្មមណាបាទកណាត់ទៅពេលខាងនេះទៅសតទូចពេកវាអត់មានកណាត់ធ្វើចង្កេះអីចឹងណាបាទបងប្អូនអញ្ចឹងយើងបាទគូសកណ្ដុសត្រង់មួយគឺអានេះគេអត់គូសកណ្ដុសត្រង់ណាគូសប្រឆាចេះបងប្អូនបាទចាប់ប្រឆាកន្លែងនេះយើងឡើង11លេខបាទអញ្ចឹងគូសប្រឆាអញ្ចឹងមកអញ្ចឹងកន្លែងនេះយើងចេញ2លេខបងប្អូនបាទអញ្ចឹងយើងគូសប្រសពមកណាបាទគូស2លេខអញ្ចឹងកន្លែងនេះក៏ចេញ2លេខដែរបាទនេះចេញ3លេខតបមកកន្លែងនេះយើងចេញ5លេខកន្លែងនេះយើងចេញ4លេខណាបងប្អូនបាទអញ្ចឹងដើម្បីរកគូតខោក្រោយខ្ញុំយកផ្លូវណា
យកផ្លូវបូកនឹង2បាទហើយអូសទៅបាទ58បូក2 60ចឹងអត់ចេញទេបងប្អូនចេញបានតែមិនតិចទេចឹងខ្ញុំថែម3ទៅ4លេខបាទចឹងខ្ញុំថែមប៉ុណ្្នឹងមកបាទតែបើបងប្អូនខ្ជិលធ្វើដូចខ្ញុំក៏បានដែរបងប្អូនចេញមក4លេខ5លេខចឹងណាបាទទៅតាមស្មានទៅតាមនឹងទៅបាទព្រោះហ្នឹងវាអត់មានអាចក្រិតក្រមបានទេព្រោះអីទៅតាមមនុស្សអ្នកស្លៀកបាទចឹងយើងស្មានរហូតណាបាទអញ្ចឹងបន្ទាប់មកយើងចែកតាគៀកបងប្អូនបាទតាគៀកយើងគូសចូលមួយលេខមកបាទអញ្ចឹងតាគៀកយើង96បងប្អូនចែកជា4ចែកជា4បាន24ណាបងប្អូនបាទបាន24យើងបូកនឹង2បាទផ្ទាំងក្រោយបាទតាគៀកផ្ទាំងក្រោយយើងបូកនឹង2បាទ26បងប្អូនបាទអញ្ចឹងយើងគូសត្រឹមហ្នឹងបាទបន្ទាប់មកចកេះ85យើងចែកជា4មកបងប្អូនបាន21បាទបាន21 21អត់ដល់កន្លះទេបងប្អូននេះបាទ21មិនតិចណាបាទ21មិនតិចបាទបងប្អូនបន្ទាប់មកបូកនឹង4លេខបាទ8លេខបូកនឹង8លេខចូលមកវិញ4លេខបងប្អូនបាទអញ្ចឹងយើងគូប្រសពអញ្ចឹងណាបាទយើងបញ្ឆាកអញ្ចឹងមកអូខេអញ្ចឹងរួចហើយបាទអញ្ចឹងយើងរកជំរឿជីបបាទជីបទាំងក្រោយបាទអញ្ចឹងយើងចុះ18យើងចុះ8លេខណា8លេខដូចគ្នាបន្ទាប់មកយើងចែកពីចំណុចនេះមកចំណុចនេះបាទអញ្ចឹង13បាទបាន13ហ្នឹងហើយអញ្ចឹងមកចាហៀងបើមួយលេខខាងនេះក៏មួយលេខដូចគ្នាបងប្អូនបាទអញ្ចឹងកប៉ៅនេះកប៉ៅ1ណាបាទកប៉ៅក្រោយ1បាទចកេះ85បងប្អូនបាទអញ្ចឹងទាំងក្រោយយើងគឺរួចរាល់ហើយបងប្អូនបាទ